មួយឆ្នាំប៉ុន្តែនឹងឯថាមុនពេលព្រះគម្ពីរជាមួយខ្ញុំទៅគម្ពីរហ្វីលីបនៅទំព័រ1521នឹងជម្រាបប្រាប់យើងទាំងអស់គ្នាថាយើងអ្នកជឿព្រះយេស៊ូវយើងបើកចិត្តរបស់យើងបើកបេះដូងរបស់ផងយើងទទួលស្គាល់ពីការរៀនសូត្រអំពីអ្វីដែលព្រះចង់បង្រៀនប្រាប់យើងហើយយើងរៀនពីគ្នាទៅវិញទៅមកទោះបីជួនកាលយើងអត់បានទទួលតម្លៃដែលគេឲ្យមកយើងដូចជាមុននេះបន្តិចខ្ញុំបានជម្រាបថានៅពេលដែលគេចង់ឲ្យ credit ចំពោះDr. King គេថាគាត់គ្រាន់តែជា civil rights leader ប៉ុន្តែមិនមែនទេនៅពីក្រោមនោះគាត់ជាគ្រូគង្វាលគាត់បង្រៀនប្រាប់គេអំពីសេចក្តីសង្គ្រោះរបស់ផងព្រះមែនទេគឺសំខាន់មែនទែនអស់លោកអ្នកបងប្អូនមានដូច្នេះចំណងជើងរបស់មេរៀនយើងនៅក្នុងថ្ងៃនេះខ្ញុំចង់និយាយថាសេចក្តីជំនឿរបស់សេចក្តីជំនឿរបស់យើងក្នុងព្រះកំពុងតែមានសកម្មភាពនៅក្នុងពេលនេះខ្ញុំលើកទឹកចិត្តពួកជំនុំយើងនៅពេលដែលសាវកប៉ូលហើយនិង Timothy គាត់ផ្ញើសម្បត្តិទៅកាន់ពួកជំនុំនៅក្នុងទីក្រុង Philip គាត់និយាយដូចនេះគាត់និយាយថានៅក្នុងជំពូក2គម្ពីរ Philip ជំពូក2ខ1ដូចនេះបើសិនជាមានសេចក្តីដាស់តឿនណាក្នុងព្រះគ្រីស្ទឬសេចក្តីកំសាន្តចិត្តណារបស់ផងសេចក្តីស្រឡាញ់ឬសេចក្តីប្រកបណាផងព្រះវិញ្ញាណឬសេចក្តីថ្និតថ្នមនិងសេចក្តីអាណិតអាសូរណានោះចូលបំពេញសេចក្តីអំណររបស់ខ្ញុំដោយអ្នករាល់គ្នាមានគំនិតមានសេចក្តីស្រឡាញ់តែមួយនឹងរួបរวมចិត្តគ្នាហើយគិតផ្លូវតែមួយដូចគ្នាចុះកុំឲ្យធ្វើអ្វីដោយទាស់ទែងគ្នាឬដោយការអំនួតឥតប្រយោជន៍ឡើយតែចូលរាប់អានគេឲ្យលើសជាងខ្លួនឯងដោយចិត្តសុភាពវិញកុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយតែត្រូវស្វែងរកចំពោះអ្នកដទៃផងខ5ត្រូវតែមានគំនិតដូចជាព្រះគ្រីស្ទយេស៊ូវវិញយើងអរគុណព្រះអង្គមែនទេយើងអរគុណព្រះអង្គនៅពេលដែលយើងមកដល់សហរដ្ឋអាមេរិកដើមដំបូងឡើយយើងដឹងថាអ្វីជាច្រើនដែលបងប្អូនខ្មែរយើងជាពិសេសយើងដឹងហើយថាបងប្អូនយើងភាគច្រើនជាអ្នកមិនជឿព្រះយេស៊ូវតែអរគុណព្រះនៅពេលដែលយើងទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គម្ចាស់សង្គ្រោះនៅតាមជំរំយើងបាននាំយកនៅសេចក្តីជំនឿរបស់ផងយើងចូលមកក្នុងទឹកដីដែលយើងទាំងអស់គ្នាបានសាងសង់ផ្ទះសារជាថ្មីនៅក្នុងទឹកដីនេះសម្រាប់ខ្ញុំជឿថាទឹកដីនេះគឺជាទឹកដីសន្យាដែលព្រះបានផ្ដល់មកដល់ខ្ញុំហើយនិងគ្រួសារយើងទោះបីយើងជាមនុស្សក្រីក្រយើងគ្មានអ្វីទាំងអស់ប៉ុន្តែយើងខំប្រឹងមែនទែនយើងខំប្រឹងក្នុងការយល់ដឹងរបស់ផងយើងក្នុងការសាងសង់ជីវិតរបស់ផងយើងនៅលើទឹកដីថ្មីទន្ទឹមនឹងគ្នានោះយើងបានបង្កើតមិត្តភាពថ្មីដោយសារសេចក្តីស្រឡាញ់របស់ផងយើងដោយសារសេចក្តីជំនឿរបស់ផងយើងក្នុងព្រះគ្រីស្ទព្រះបានដាស់តឿនយើងទាំងអស់គ្នាឲ្យក្លាយទៅជាមនុស្សដែលមិនត្រឹមតែរៀនយល់ពីខ្លួនឯងយើងរៀនយល់ពីអ្នកដទៃទៀតកន្លែងនេះឯងបងប្អូនមានគឺជាចំណុចដ៏សំខាន់កន្លែងនេះឯងដែលធ្វើឲ្យពួកអ្នកដែលមិនជឿព្រះយេស៊ូវទោះបីគាត់មានសេចក្តីជំនឿខុសពីយើងពួកគេបានក្លាយទៅជាអ្នក defender អ្នកការពារយើងនៅពេលណាដែលភាពគ្រោះថ្នាក់ភាពអន្តរាយកើតមានឡើងខ្ញុំលើកទឹកចិត្តយើងទាំងអស់គ្នាជាកូនរបស់ផងព្រះបើសិនជានៅពេលដែលយើងដើរក្នុងជីវិតអ្នកជឿព្រះយេស៊ូវហើយយើងត្រូវធ្វើការទុកបុកម្នេញអ្នកខ្លះគេចង់បំផ្លាញកិត្តិយសយើងគេចង់ធ្វើអ្វីដែលធ្វើឲ្យយើងដួលប៉ុន្តែសម្រាប់យើងអ្នកជឿដូចគ្នាយើងការពារគ្នាទៅវិញទៅមកនេះវាជាករណីកិច្ចរបស់យើងមែនទេយើងអរគុណព្រះអង្គប៉ុន្តែនៅពេលដែលអ្នកមិនជឿគេការពារយើងដែរយើងកាន់តែអរគុណព្រះទៀតមែនទេយើងកាន់តែអរគុណព្រះនៅពេលដែលគេខ្លាយទៅជាអ្នកការពារយើង defender of our faith of our life គេទៅជាអ្នកដែលការពារសេចក្តីអ្វីដែលយើងធ្វើកន្លែងនេះសំខាន់មែនទេអ្នកខ្លះគេនិយាយថាហេគាត់មិនអញ្ចឹងទេដូច្នេះអា rumor ដែលគេ create បានរលាយបាត់ទៅហើយយើងទាំងអស់គ្នាមិនពិបាកការពារខ្លួនយើងសំខាន់មែនទេចំពោះយើងជាខ្មែរនៅពេលណាដែលគេចោទប្រកាន់យើងអ្វីមួយហើយយើង
ព្យាយាមដោះស្រាយគេថានឹងមានគ្រូណាសុខចិត្តដោះស្រាយខ្លួនឯងជួនកាលនៅពេលដែលបញ្ហាកើតមានឡើងហើយយើងអត់ទឹកដឹងខ្លួនផងនៅពេលដែលបញ្ហានោះចប់ទៅបានយើងដឹងតាមក្រោយយើងអរគុណព្រះយើងអរគុណព្រះមែនទេដូច្នេះហើយបានជាព្រះគម្ពីរកន្លែងនេះសាវកប៉ូលជាមួយនឹងលោកធីម៉ូធីគាត់ថាបើសិនជាមានសេចក្តីដាស់តឿនណាក្នុងព្រះយេស៊ូវអរលោកបងប្អូនវិញមានបើសិនជាព្រះដាស់តឿនយើងនៅក្នុងទីអាចកំបាំងបំផុតនៃជីវិតនៅពេលដែលអ្នកផ្សេងទៀតអត់ស្គាល់អំពីអ្វីដែលយើងឆ្លងកាត់ហើយស្រាប់តែព្រះបន្ទូលរបស់ផងព្រះដាស់តឿនយើងហើយខ្ញុំសូមជម្រាបថាជួនកាលការដាស់តឿនរបស់ផងព្រះតាមរបៀបបែបផែនផ្សេងនៅពេលណាដែលព្រះដាស់តឿនយើងសាវកប៉ូលក៏និយាយដូច្នេះបើសិនជាមានសេចក្តីដាស់តឿនណាក្នុងព្រះគ្រីស្ទចង់និយាយថាជួនកាលព្រះបន្ទូលរបស់ផងព្រះដាស់តឿនយើងជួនកាលអ្នកដទៃទៀតដាស់តឿនយើងបងប្អូនប្រុសស្រីនៅក្នុងព្រះយេស៊ូវគ្រីស្ទដាស់តឿនយើងថាហេអូនហើយបងហើយយើងមិនត្រូវធ្វើដូច្នោះទេកុំឆាប់នឹងខឹងឬក៏អន់ចិត្តយើងទទួលយកសេចក្តីដាស់តឿនរបស់ផងគេដើម្បីឲ្យជីវិតរបស់ផងយើងបានគប់ប្រសើរឡើងដូច្នេះការដាស់តឿនដើម្បីធ្វើឲ្យយើងទាំងអស់គ្នាគប់ប្រសើរធ្វើឲ្យការយល់ដឹងរបស់ផងយើងធ្វើឲ្យទស្សនៈរបស់ផងយើងហើយជីវិតនឹងការអនុវត្តការរស់នៅរបស់ផងយើងមានភាពធូរស្រាលឡើងសាវកប៉ូលក៏និយាយដូច្នេះមិនមែនត្រឹមតែការដាស់តឿនប៉ុន្តែការកំសាន្តចិត្តណាដោយសេចក្តីស្រឡាញ់ឬសេចក្តីប្រកបផងរបស់ព្រះវិញ្ញាណយើងអរគុណព្រះអង្គមែនទេយើងអរគុណព្រះអង្គពីព្រោះព្រះវិញ្ញាណបរិសុទ្ធរបស់ផងព្រះនៅពេលដែលយើងអ្នកជឿព្រះយេស៊ូវយើងជឿអញ្ចឹងយើងជឿថាព្រះវិញ្ញាណព្រះយេស៊ូវអាចជ្រាបចូលគ្រប់ទីកន្លែងទោះបីកន្លែងដ៏ពិបាកបំផុតនៅក្នុងជីវិតដែលមនុស្សផ្សេងទៀតមិនអាចយល់បានប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធចូលមកកែប្រែជីវិតរបស់ផងយើងអរតែបងប្អូនមានកន្លែងនេះឯងដែលសំខាន់មែនទែនហើយក្នុងចំណោមយើងខ្ញុំជឿថាអរតែបងប្អូនមានប្រហែលជាមានការខ្លះដែលយើងកំពុងតែជួបប្រទះនឹងការលំបាកទុកចិត្តព្រះអង្គហើយនិយាយទៅកាន់ព្រះអង្គថាព្រះហើយខ្ញុំមិនអាចធ្វើការនេះខ្លួនឯងបានអូព្រះអង្គម្ចាស់ឲ្យខ្ញុំភ័យខ្ញុំតក់ស្លុតខ្ញុំបារម្ភសូមព្រះអង្គជួយឲ្យការនេះបានរំលងផុតទៅដូច្នេះបានជាសាវកប៉ូលក៏និយាយថាទោះបីការកំសាន្តណារបស់ផងសេចក្តីស្រឡាញ់ឬសេចក្តីប្រកបណាក្នុងព្រះវិញ្ញាណឬសេចក្តីថ្និតថ្នមនិងសេចក្តីអាណិតអាសូរណានោះចូលបំពេញសេចក្តីអំណររបស់ខ្ញុំហើយអ្នករាល់គ្នាមានគំនិតតែមួយមានអ្នកចាំអំពីបរិសម្នាក់ដែលគាត់មកនិយាយប្រាប់យើងកាលពីប្រហែលខែមុនដែលគាត់និយាយថាព្រះបិតាព្រះស្ពតត្រានព្រះវិញ្ញាណបរិសុទ្ធតែមួយនៅក្នុងករណីនេះយើងជាមនុស្សចាស់ជាពិសេសនៅពេលដែលយើងអាយុកាន់តែច្រើនទៅយើងឲ្យតម្លៃទៅលើអ្វីដែលមានភាពតែមួយនៅពេលដែលឥឡូវនេះទៅជួបជាមួយដុកទ័រគេសួរថាអ្នកឯងមានអារម្មណ៍ភ័យខ្លាចទេនៅក្នុងផ្ទះអ្នកឯងនៅហើយផ្ទះយើងនៅ20-30ឆ្នាំហើយហ្នឹងណាគេសួរថាអ្នកឯងមានអារម្មណ៍ភ័យខ្លាចទេតែអ្នកឯងមានគិតថាមានអ្នកណាម្នាក់គេមកធ្វើបាបអ្នកឯងទេហើយអ្នកឯងមានឮសំឡេងកន្លែងណាមកនិយាយប្រាប់ថាវាចេះវាចុះអីទេដូច្នេះចង់និយាយដល់ពេលយើងរៀនពីការនេះបានជាយើងឲ្យតម្លៃទៅលើអ្វីដែលព្រះយេស៊ូវហើយនឹងពួកសិស្សរបស់ផងព្រះអង្គបង្រៀនប្រាប់យើងថាឲ្យយើងមានភាពសាមគ្គីភាពតែមួយទោះបីនៅក្នុងខ្លួនយើងតែមួយក៏ដោយជួនកាលលោកអ្នកបងប្អូនមានជួនកាលយើងគេងអត់លក់ណាជួនកាលយើងគេងអត់លក់ព្រោះយើងគិតនេះគិតនោះអារម្មណ៍របស់យើងវាអត់នៅគ្នាតែមួយវាបែកខ្ញែកគ្នាដូច្នេះបានជាទៅនៅពេលជួបដុកទ័រឥឡូវនេះអាយុយើងលើពី65ឆ្នាំគេសួរយើងអ្នកឯងដែរភ័យទេអ្នកឯងដែរភ័យអ្នកឯងមានដែរខ្លាចហើយអ្នកឯងមានដែរឮសំឡេងអ្វីប្រាប់អ្នកឯងនេះគេសួរតាំងពីអញ្ចឹងមកហើយយើងអរគុណព្រះដូច្នេះហើយបានជាសាវកប៉ូលតាមរយៈគាត់និយាយថាឲ្យមានគំនិតតែមួយមានសេចក្តីស្រឡាញ់តែមួយមានចិត្តរួបរวมគ្នាតែមួយគិតពីផ្លូវតែមួយកុំឲ្យធ្វើអ្វីដែលទាស់ទែងគ្នាឡើយនេះគាត់និយាយពីយើងទាំងអស់គ្នាជាក្រុមជាពួកជំនុំរបស់ផងព្រះហើយនេះសំខាន់មែនទែនដល់អ្នកបងប្អូន
ដូច្នេះហើយបានជាយើងទាំងអស់គ្នាអ្នកជឿព្រះអង្គយើងតែងតែឲ្យតម្លៃគ្នាទៅវិញទៅមកអរអ្នកបងប្អូនមាននៅពេលដែលខ្ញុំហើយនឹងប្រពន្ធខ្ញុំឮអំពីកូនស្រីយើងគាត់បដិសេធការងារនោះ60,000គឺច្រើនជាងប្រាក់ខែខ្ញុំ2 ដងដូច្នេះខ្ញុំមិនបានជាប្រាក់ខែច្រើនប្រហែលទេប៉ុន្តែព្រះពុទ្ធគង់យើងជានិច្ចប៉ុន្តែគាត់បដិសេធគាត់ថាហេខ្ញុំអត់ធ្វើទេមូលហេតុអីក៏អត់ធ្វើពីព្រោះគេតម្រូវឲ្យគាត់ធ្វើការនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យគាត់ថាគឺជាថ្ងៃសំខាន់របស់ផងខ្ញុំអត់ធ្វើហើយគាត់សុខចិត្តទៅរកការងារមួយផ្សេងទៀតជា substitute teacher ដើម្បីជួយឲ្យប្រាក់ខែគាត់គ្រាន់បានហើយខ្ញុំគិតពីការនេះថានេះហើយគឺជាសេចក្តីជំនឿដែលកំពុងតែធ្វើការមែនទេដូច្នេះយើងលើកទឹកចិត្តយើងទាំងអស់គ្នានៅក្នុងកន្លែងនេះដូច្នេះយើងសម្លឹងមើលនៅគ្រប់ជ្រុងជ្រៅនៃជីវិតរបស់ផងយើងក្នុងចំណោមយើងទាំងអស់គ្នាយើងអរគុណព្រះយើងមិនដឹងថាតើអ្វីដែលនៅក្នុងជីវិតរបស់បុគ្គលម្នាក់ឬបុគ្គលផ្សេងគាត់ជួបប្រទះយ៉ាងណាទេប៉ុន្តែគាត់បានសម្រេចចិត្តត្រឡប់ទៅលើគាត់ជំរាបដ៏សាមញ្ញមួយដែលនិយាយថាខ្ញុំបានសម្រេចចិត្តដើរតាមព្រះយេស៊ូវ I have decided to follow Jesus no turning back ខ្ញុំមិនអាចត្រឡប់ថយក្រោយវិញបានហើយយើងអរគុណព្រះអង្គណាយើងអរគុណព្រះដូច្នេះបានជាសាវកពលគាត់បន្តដំណើរទៅមុខទៀតគាត់លើកទឹកចិត្តយើងទាំងអស់គ្នាខ4គាត់ថាកុំឲ្យស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយត្រូវស្វែងរកប្រយោជន៍ឲ្យអ្នកដទៃវិញយើងអរគុណព្រះចំពោះអ្វីដែលកើតចំពោះទឹកដីថ្មីផ្ទះថ្មីដែលយើងរស់នៅយើងមកកាន់ប្រទេសនេះទឹកដីនេះយើងគ្មានអ្វីទាំងអស់ការនេះវាមិនមែនកើតឡើងសម្រាប់ខ្លួនខ្ញុំសម្រាប់អស់អ្នកបងប្អូនមានផងដែរហើយយើងធ្វើអ្វីទាំងអស់ពីសមត្ថភាពរបស់បងយើងដើម្បីសាងសង់ជីវិតថ្មីនៅលើទឹកដីថ្មីនេះមនុស្សជាច្រើនបានរស់បានតាំងទីលំនៅលើទឹកដីថ្មីនេះហើយខ្ញុំជឿថាបើប្រៀបធៀបប្រទេសនេះទៅប្រទេសផ្សេងទៀតគឺជាប្រទេសមួយថ្មីប៉ុន្តែអរគុណព្រះដោយសារប្រទេសនេះមានគ្រឹះលំនឹងតែគ្រឹះលំនឹងគឺជាសេចក្តីជំនឿនៅក្នុងព្រះយេស៊ូវដូច្នេះរចនាសម្ព័ន្ធនៃការប្រព័ន្ធបង្កើត welfare food stamp ឬក៏ unemployment benefit ឬក៏ស្អីក៏ដោយគឺមកពីរចនាសម្ព័ន្ធដែលព្រះគម្ពីរនេះបានបង្រៀនប្រាប់យើងហើយយើងទាំងអស់គ្នាបានយកចិត្តទុកដាក់អំពីការនេះដូច្នេះហើយបានជាខ្ញុំជម្រាបអរលោកអ្នកបងប្អូនមានថាក្រោយសង្គ្រាមលើកទី2ឬក៏មុនសង្គ្រាមលើកទី2នៅពេលដែលពិភពលោកទាំងមូលបានត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាមមនុស្សចាប់ផ្ដើមសាងសង់ទីលំនៅនៅលើប្រទេសនេះច្រើនណាស់ហើយរួមទាំងខ្មែរយើងផងនៅក្នុងយើងនៅពេលដែលយើងធ្វើខួបកំណើតព្រះវិហាររបស់ផងយើងនឹងរំលឹកអំពីអនុស្សាវរីយ៍50ឆ្នាំរបស់បងប្អូនយើងនៅក្នុងខ្មែរយើងនៅក្នុងប្រទេសនេះហើយយើងរំលឹកចាំអំពីអនុស្សាវរីយ៍ដែល Judy ហើយ Bruce ដែលគាត់ចាប់ផ្ដើមបម្រើព្រះនៅក្នុងពួកជំនុំយើងតាំងពីឆ្នាំ82មកហើយយើងរំលឹកចាំអនុស្សាវរីយ៍អ្វីដែល John និង Peggy គាត់បានចាប់ផ្ដើមជាមួយយើងតាំងពីឆ្នាំ1995មកហើយនេះគឺជាមរតកដ៏សំខាន់ដែលយើងទាំងអស់គ្នាអ្នកជឿព្រះយេស៊ូវបានធ្វើឡើងហើយយើងអត់ដឹងថាតើយើងម្នាក់ឬក៏កូនចៅយើងបានទទួលស្គាល់សេចក្តីបង្រៀនយ៉ាងណាអំពីអ្នកទាំងអស់នោះប៉ុន្តែយើងគ្រាន់តែដឹងថាយើងអរគុណព្រះពីព្រោះអ្នកទាំងអស់នោះបានផ្ដល់ជីវិតរបស់ផងគាត់សម្រាប់យើងទាំងអស់គ្នាសម្រាប់កូនចៅយើងទាំងអស់គ្នាដើម្បីឲ្យយើងបន្តដំណើរទៅមុខទៀតដូច្នេះហើយបានជាសាវកពលនៅក្នុងខ5គាត់និយាយថាឲ្យយើងទាំងអស់គ្នាមានគំនិតដូចជាព្រះយេស៊ូវវិញទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយគង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះទុកជាសេចក្តីដែលគួរខ្នាញ់ខ្ជាប់ឡើយយើងអរគុណព្រះអង្គនៅលើឈើឆ្កាងនៅពេលដែលគេឆ្កាងព្រះអង្គនៅលើឈើឆ្កាងព
ព្រះបានប្រគល់ជីវិតអង្គទ្រង់នៅលើឈើឆ្កាងដើម្បីជួបបាបយើងទាំងអស់គ្នាប៉ុន្តែអរអ្នកបងប្អូនមានពាក្យមួយដែលយើងទាំងអស់គ្នាត្រូវចងចាំនៅពេលដែលព្រះសម្លឹងមកពួកមនុស្សមានបាបដែលធ្វើឃាតព្រះអង្គដែលសម្លាប់ព្រះអង្គព្រះបានមានបន្ទូលថាព្រះបិតាឲ្យសូមអត់ទោសឲ្យគេពីព្រោះគេអត់ដឹងថាគេកំពុងតែធ្វើអីទេការសពុតរបស់ផងព្រះនៅលើឈើឆ្កាងគឺជាការសងថ្លៃលួសបាបដ៏មានតម្លៃបំផុតដែលមនុស្សភាគច្រើននៅលើលោកនេះគាត់មិនអាចយល់បានជួនកាលការមិនយល់របស់ផងគាត់វាទៅជាការប្រមាថមើលងាយដល់សេចក្តីជំនឿអ្នកជឿព្រះយេស៊ូវផងដែរការប្រមាថមើលងាយគេនិយាយថាគ្រាន់តែឲ្យព្រះអត់ទោសហេតុអីក៏ជឿថាអ្នកឯងរួចផុតពីបាបពីព្រោះគេអត់យល់ថាការដែលព្រះអធិការបង្កើតផ្ទៃមេឃផែនដីរបស់សពសារពើព្រះអង្គបានបង្កើតចក្រវាឡទាំងមូលព្រះអង្គមិនអនុញ្ញាតឲ្យផ្កាយរត់មកបុកផែនដីនេះឬក៏ព្រះអាទិត្យរត់មកបុកផែនដីនេះឬក៏លោកខែរត់មកបុកផែនដីនេះពួកគេដើរក្នុងដំណើររបស់គេរៀងខ្លួនយើងមានខ្យល់អុកស៊ីហ្សែនបរិបូរណ៍សម្រាប់ដកដង្ហើមនៅពេលដែលយើងកំពុងតែគេងលក់ព្រះអង្គបានបង្កើតខ្យល់បំផ្លាញខ្យល់អាក្រក់ឲ្យយើងទាំងអស់គ្នាអាចរស់រានមានជីវិតបានហើយព្រះអធិការដែលបង្កើតរបស់អស់ទាំងនោះដែលអាចទ្រទ្រង់ផែនដីឲ្យដើរទៅតាមផ្លូវរបស់ផងខ្លួនព្រះអធិការនោះបានយកនិស័យជើងនោះហើយព្រះអង្គបានសុគតនៅលើឈើឆ្កាងជីវិតរបស់ផងព្រះអង្គស្មើនឹងជីវិតរបស់ផងយើងលុះបាបយើងទាំងអស់គ្នាតើការសុគតរបស់ផងព្រះមានតម្លៃប៉ុណ្ណាសម្រាប់យើងមែនទេហើយនេះសំខាន់ណាស់អរអ្នកបងប្អូនមានដូច្នេះហើយនៅពេលដែលយើងស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះយើងស្គាល់តម្លៃអំពីអ្វីដែលព្រះបានធ្វើសម្រាប់យើងទាំងអស់គ្នាហើយនេះសំខាន់មែនទែនខាងពីសប្តាហ៍កន្លងទៅនេះខ្ញុំបានស្ដាប់បរិមម្នាក់ដែលគាត់ជាវិជ្ជាបណ្ឌិតខ្ញុំចង់លើកទឹកចិត្តបងភៅហើយសម្រាប់បងពៀនផងដែរគាត់ឈឺយើងដឹងថាខ្ញុំបានប្រើពាក្យមួយដែលថាអ្នកដែលកើតជំងឺធ្ងន់ធ្ងរដូចជាគាត់ជាដើមដូចជាខ្យល់ព្យុះសង្គ្រាមនៅក្នុងខ្លួនយើងម្ដងយ៉ាងដូចនេះគឺជាខ្យល់ព្យុះសង្គ្រាមមួយខ្លាំងមែនទែនគាត់ជាវិជ្ជាបណ្ឌិតគាត់ជាអ្នកជំនាញទៅទៀតហើយគាត់កើតជំងឺមហារីកគាត់ឆ្លងកាត់ការច្រើនណាស់ប៉ុន្តែបន្តិចម្ដងព្រះបានពណ៌គាត់និយាយដូចនេះគាត់ថានៅពេលដែលគាត់កើតការនេះកើតមានឡើងគាត់បានផ្ទុកសេចក្តីលំបាករបស់ផងគាត់ជំងឺដែលគាត់មានសូមឲ្យព្រះពណ៌ប៉ុន្តែគាត់ថាជួនកាលជួបប្រទះនឹងការលំបាកខ្លាំងមែនទែនហើយខ្ញុំលើកទឹកចិត្តដល់អ្នកបងប្អូនមានយើងទាំងអស់គ្នាជួនកាលជួបប្រទះនឹងការលំបាកប៉ុន្តែឲ្យយើងទាំងអស់គ្នាផ្ទុកសេចក្តីជំនឿរបស់ផងយើងកាន់តែរឹងមាំឡើងនៅក្នុងព្រះហើយសូមឲ្យព្រះអង្គម្ចាស់ដ៏ជាព្រះស្ថិតនៅជាមួយអង្គអ្នកបងប្អូនមានទាំងអស់នឹងខ្ញុំនៅពេលដែលយើងធ្វើពិធីលៀងព្រះអង្គម្ចាស់នៅព្រឹកនេះពិធីលៀងព្រះអង្គម្ចាស់គឺជាពិធីមួយដ៏សំខាន់អង្គអ្នកបងប្អូនមានអត់ទាន់អញ្ជើញយក if you want to come and get the river communion juice and bread please come ខ្ញុំលើកទឹកចិត្តដល់អ្នកបងប្អូនមានជួបមិត្តភក្តិម្នាក់កាលពី2សប្តាហ៍កន្លងទៅគាត់ប្រាប់យើងថាតាំងពី COVID កើតមក